អស់ចាខ្លាំងណាស់ក្របស្វាយចន្ទីគ្រប់រោងការនៅកម្ពុជាមិនដែលរំលងនោះទេឥឡូវអ្នកស្រាវជ្រាវបានទម្លាយថារុក្ខជាតិក្របនៅក្រៅផ្លែមួយប្រភេទនេះដែលខ្មែរជាប់លំដាប់លេខ2លើពិភពលោកខាងនាំចេញនោះគឺជួយឲ្យអាយុវែងការពារមិនឲ្យដាច់សរសៃឈាមខួរក្បាលកាត់បន្ថយហានិភ័យនៃជំងឺបេះដូងជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាមជួយមិនឲ្យវង្វេងវង្វាន់និងមានអត្ថប្រយោជន៍ដល់សុខភាពជាច្រើនផ្សេងទៀតដោយសារតែវាសម្បូរទៅដោយប្រូតេអ៊ីនខ្លាញ់មិនឆ្អែតម៉ាញ៉េស្យូមម៉ុងហ្គាណេសសេលេយ៉ូមជាតិដែកនិងសង្កសីជាដើមខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង10នៃគ្រាប់ស្វាយចន្ទីដែលត្រូវបានចុះផ្សាយនៅលើគេហទំព័រសុខភាព Good Food ទី1ជួយការពាររាងកាយប្រឆាំងនឹងជំងឺក្រិនសរសៃឈាមការសិក្សាឆ្នាំ2019បានរកឃើញថាការទទួលទានគ្រាប់ស្វាយចន្ទីប្រចាំថ្ងៃអាចជួយគ្រប់គ្រងកម្រិតកូលេស្តេរ៉ុលសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី2ទី2ជួយឲ្យរស់បានយូរការស្រាវជ្រាវបានរកឃើញថាតម្លៃអាហារូបត្ថម្ភខ្លាញ់មិនឆ្អែតដែលមាននៅក្នុងគ្រាប់ស្វាយចន្ទីគឺជួយបន្ថយអត្រាមរណៈជាទូទៅទី3ជួយការពាររាងកាយប្រឆាំងនឹងអុកស៊ីតកម្មទី4ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងទី5ជួយកាត់បន្ថយការចុះខ្សោយនៃជំងឺរលាកសន្លាក់ទី6ជួយក្នុងការគ្រប់គ្រងជំងឺរលាកពោះវៀនធំColitis គឺជាជំងឺរលាកពោះវៀនប៉ុន្តែការស្រាវជ្រាវបានបង្ហាញថាគ្រាប់ស្វាយចន្ទីអាចជួយការពារយើងអំពីជំងឺនេះបានបើទទួលទាននៅក្នុងកម្រិតសមល្មមជាប្រចាំទី7ជួយក្នុងការសម្របទម្ងន់ការសិក្សាស្រាវជ្រាវបានបង្ហាញថារបបអាហារដែលរួមបញ្ចូលគ្រាប់ស្វាយចន្ទីគឺតែងតែជួយសម្រកទម្ងន់និងកាត់បន្ថយហានិភ័យនៃការធាត់ទី8ជួយក្នុងការគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមការសិក្សាឆ្នាំ2019បានរកឃើញថាការទទួលទានគ្រាប់ស្វាយចន្ទីប្រចាំថ្ងៃអាចជួយគ្រប់គ្រងការប្រែប្រួលអាំងស៊ូលីនបានយ៉ាងល្អប្រសើរសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមទី9ជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលគ្រាប់ស្វាយចន្ទីគឺជាប្រភពដ៏ល្អនៃម៉ាញ៉េស្យូមហើយការស្រាវជ្រាវបានរកឃើញថាកម្រិតខ្ពស់នៃម៉ាញ៉េស្យូមនៅក្នុងឈាមត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលទី10ជួយការពារខួរក្បាលមិនឲ្យបាត់បង់ការចងចាំទម្រង់អាហាររូបត្ថម្ភដ៏ល្អនៃគ្រាប់ស្វាយចន្ទីដែលមានដូចជាប្រូតេអ៊ីនខ្លាញ់សំខាន់វីតាមីននិងសារធាតុជាច្រើនប្រភពសំខាន់ដើម្បីទប់ស្កាត់ជំងឺវង្វេងវង្វាន់បានយ៉ាងមានប្រសិទ្ធភាព